ពីមនុស្សដែលខ្លាចទឹកបំផុតនៅពេលដែលខ្ញុំអត់ទាន់ចេះហែលទឹកហើយបច្ចុប្បន្ននេះខ្ញុំបានក្លាយជាគ្រូបង្វឹកប្រចាំសាលា Blue Dolphin សូមជម្រាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះធីតាថ្ងៃនេះខ្ញុំចង់ចែកម្លែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលចេញពីមនុស្សដែលខ្លាចទឹកបំផុតនៅពេលដែលខ្ញុំអត់ទាន់ចេះហែលទឹកហើយបច្ចុប្បន្ននេះខ្ញុំបានក្លាយជាគ្រូបង្វឹកប្រចាំសាលា Blue Dolphin ផ្ទាល់តែម្ដងខ្ញុំមានអារម្មណ៍ថា story របស់ខ្ញុំអាច inspire ទៅដល់អ្នកផ្សេងទៀតដែលជាមនុស្សដែលខ្លាចទឹកជាពិសេសគឺមនុស្សដែលមានវ័យជំទង់ឬក៏មនុស្សចាស់ដែលគាត់ពេលខ្លះគាត់ប្រហែលជាមានអារម្មណ៍ដូចខ្ញុំអញ្ចឹងគាត់ថាគាត់នឹងលែងអាចហែលទឹកបានហ្នឹងមានន័យថាលែងអាចរៀនហែលទឹកបានហ្នឹងគឺរៀនលែងចេះដោយសារអាយុគាត់ច្រើនឬក៏ដោយសារតែគាត់អត់ដូចក្មេងអញ្ចឹងដែលគាត់នឹងមិនរៀនមិនអាចរៀនចាប់បានល្អឯងហើយខ្ញុំក៏ជាមនុស្សម្នាក់ដែលមានទម្ងន់លើសទម្ងន់ពីមុនមកខ្ញុំមានរូបរាងធាត់ខ្លាំងគីឡូធ្ងន់ហើយបន្ទាប់ពីចាប់ផ្ដើមចង់កែប្រែខ្លួនឯងមានន័យថាខ្ញុំតាំងចិត្តក្នុងការកែប្រែរូបរាងខ្លួនឯងខ្ញុំចាប់ផ្ដើមរៀនហែលទឹកតែការរៀនហែលទឹករបស់ខ្ញុំហ្នឹងគឺរៀនដោយខ្លួនឯងហើយរៀនហ្នឹងដោយការតាំងចិត្តហើយមានការឆ្លក់ផងអីផងដែលអត់មានចេះទេមិត្តភ័ក្តិដែលនៅក្នុងអាងជាមួយគ្នាហ្នឹងចេះជួយប្រាប់ថាអូខេធ្វើអញ្ចេះធ្វើអញ្ចឹងប៉ុន្តែការរៀនទាំងអស់ហ្នឹងគឺវាអត់ត្រូវតាមលក្ខណៈបច្ចេកទេសទេវាធ្វើឲ្យខ្ញុំឈឺចាប់សាច់ដុំពេលខ្លះខ្ញុំអស់កម្លាំងចិត្តនៅក្នុងការបន្តហើយជួនកាលខ្ញុំបោះបង់ដែរប៉ុន្តែដោយសារការតាំងចិត្តនៅក្នុងការសម្រក់ទម្ងន់របស់ខ្ញុំអញ្ចឹងខ្ញុំក៏ចាប់យកការធ្វើវាដដែលហើយខ្ញុំអាចបានតិចតួចប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំនៅតែបន្តការឈឺចាប់នៃរាងកាយរបស់ខ្ញុំដូចជាសាច់ដុំអីផ្សេងៗអញ្ចឹងដូច្នេះខ្ញុំស្វែងរកការសិក្សានៅខាងក្រៅដើម្បីឲ្យមានភាពប្រសើរឡើងស្វែងរកឃើញថាមានសាលា Blue Dolphin ដែលគាត់បង្ហាត់បង្រៀនសិស្សតាមបែបលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមដងហើយស្តង់ដារទៀតអញ្ចឹងខ្ញុំក៏សម្រេចចិត្តនៅក្នុងការចូលរួមសិក្សាជាមួយគាត់បន្ទាប់ពីការសិក្សាមួយរយៈជាមួយគ្រូខ្ញុំមានអារម្មណ៍ថាខ្ញុំអាចហែលបានត្រឹមត្រូវជាងមុនហើយក៏មានលក្ខណៈបច្ចេកទេសច្បាស់លាស់លែងឈឺសាច់ដុំហើយគីឡូរបស់ខ្ញុំចាប់ផ្ដើមស្រកតាមអ្វីដែលខ្ញុំចង់បានហើយបច្ចុប្បន្ននេះខ្ញុំបានក្លាយជាគ្រូបង្វឹកប្រចាំសាលា Blue Dolphin ផ្ទាល់តែម្ដងធ្វើការងារនឹងរយៈពេលជាង2ឆ្នាំហើយអ្វីដែលខ្ញុំជួបប្រទះភាគច្រើននៃសិស្សដែលខ្ញុំបានបង្រៀនពួកគាត់ពិតជាមានអារម្មណ៍ដូចខ្ញុំបានលើកឡើងពីខាងដើមអញ្ចឹងគឺគាត់មានអារម្មណ៍ខ្លាចហើយគាត់មានវ័យរៀងជំទង់ឡើងទៅអញ្ចឹងទៅគាត់មានអារម្មណ៍ថាខ្លាចទឹកគាត់ពិបាកនៅក្នុងការទទួលយកនៅក្នុងការបង្ហាត់បង្រៀននឹងខ្លាំងមែនតើក្នុងការបទពិសោធន៍ទាំងអស់ហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាចង់លើកទឹកចិត្តដល់បងឬក៏ប្អូនដែលគាត់មានវ័យជំទង់ឬក៏បងដែលគាត់មានវ័យចំណាស់ឬក៏មនុស្សចាស់ដែលគាត់គិតថាគាត់នឹងមិនអាចមានលទ្ធភាពក្នុងការរៀនហែលទឹកបានណាគាត់មានអារម្មណ៍ខ្លាចគាត់មានអារម្មណ៍មិនសូវសុវត្ថិភាពនៅក្នុងការរៀនហែលទឹកហ្នឹងសូមលើកទឹកចិត្តបងប្អូនដែលមានបំណងចង់រៀនហែលទឹកសូមទាក់ទងមកសាលា Blue Dolphin ដែលគ្រូយើងខ្ញុំមានជំនាញនៅក្នុងការបណ្ដុះបណ្ដាលដែលប្រកបដោយវិជ្ជាជីវៈខ្ពស់ចា៎សូមអរគុណសូមជម្រាបលា